ดตายมันแม้นที่มืดรู้การรบอ่านเลือปีมันยุลเจ็ดยังดูบงก็ได้สโลลันมวยนี้มันดังมินปีเป็นนาខ្ញុំគ្រាន់តែដឹងថាខ្ញុំលងជ្រៅទៅហើយតែដឹងខ្លួនថាខ្ញុំមិនអាចបន្តឡើយសំពន្ធភាពយើងសំខាន់ជាងស្នេហាបើយើងនៅបែបនេះមកគិតថាលោជាងធ្វើដូចមុនម្ដងទៀតដូចអ្វីយើងត្រូវការតែបងខ្លាចពេលพูดយើងខ្លាចទៅជាស្នេហានឹងមានអារម្មណ៍ថាពិបាកក្នុងចិត្តទោះពេលនេះពួកយើងនៅត្រឹមជាមិត្តភក្តិបងក៏អាចជឿជាក់ថាអាចដើរក្បែរអូនរហូតសន្យានឹងបងបានទេថានៅបែបនេះរហូតយើងធ្វើជាបងប្អូនល្អជាងគេក្នុងលោកគ្មានអ្វីបំបែកបានឡើយដឹងថាខ្ញុំលងជ្រៅទៅហើយតែដឹងខ្លួនថាខ្ញុំមិនអាចបន្តឡើយសំពន្ធភាពយើងសំខាន់ជាងស្នេហាបើយើងនៅបែបនេះបងគិតថាលោជាងធ្វើដូចមុនម្ដងទៀតដូចអ្វីយើងត្រូវការតែបងខ្លាចពេលពួកយើងខ្លាចទៅជាស្នេហានឹងមានអារម្មណ៍ថាពិបាកក្នុងចិត្តទោះពេលនេះពួកយើងនៅត្រឹមជាមិត្តភក្តិបងក៏អាចជឿជាក់ថាអាចដើរក្បែរអូនរហូតសន្យានឹងបងបានទេថានៅបាននេះរហូតយើងធ្វើជាបងប្អូនល្អជាងគេក្នុងលោកគ្មានអ្វីបើយើងនៅបែបនេះបងគិតថាល្អជាងធ្វើដូចមុនម្ដងទៀតដូចអ្វីយើងត្រូវការតែបងខ្លាចពេលពួកយើងខ្លាចទៅជាស្នេហានឹងមានអារម្មណ៍ថាពិបាកក្នុងចិត្តទោះពេលនេះពួកយើងនៅត្រឹមជាមិត្តភក្តិបងក៏អាចជឿជាក់ថាអាចដើរក្បែរអូនរហូតសន្យានឹងបងបានទេថានៅបាននេះរហូតយើងធ្វើជាបងប្អូនល្អជាងគេក្នុងលោកគ្មានអ្វីបំបែកបានឡើយមានទេពេលជួបដំបូងចង់តែបែកខ្នងព្រោះនាងមកលឺលោឡាចិត្តខ្ញុំផ្លាស់ប្ដូរមិនដឹងចូលចិត្តពីពេលណាមនុស្សស្រីរឹកពីម្នាក់នោះណាខ្ញុំស្រឡាញ់នាងខ្លាំងណាស់មិនមែនជាសង្សារតែយើងស្រឡាញ់គ្នាចំណាយវេលាក្បែរគ្នារហូតស្នេហ៍អូនយ៉ាងនេះក្នុងបេះដូងពោពេញទៅដោយរូបអូនទោះបងធ្លាប់មិនល្អអូននៅតែបន្តកាន់តែបងដើរឆ្លងមិនធ្វើពីវេលាអរគុណអរកាអូនផ្ដល់ឲ្យបងបាននៅក្បែរអូនបែបនេះជារៀងរហូតចិត្តខ្ញុំផ្លាស់ប្ដូរមិនដឹងចូលចិត្តពីពេលណាមនុស្សស្រីរឹកពីម្នាក់នោះណាខ្ញុំស្រឡាញ់នាងខ្លាំងណាស់មិនមែន
ជាសង្សារតែយើងស្រឡាញ់គ្នាចង់ចំណាយវេលាក្បែរគ្នារហូតស្នេហ៍អូនយ៉ាងនេះក្នុងបេះដូងពោពេញទៅដោយរូបអូនទោះបងខ្លួនមិនឡអូននៅតែបន្តកាន់ដៃបងដើរឆ្លងមិនខ្វល់ពីវេលាអរគុណអរកាអូនផ្ដល់ឲ្យបងបាននៅក្បែរអូនបែបនេះជារៀងរហូតមិនមែនជាសង្សារតែយើងស្រឡាញ់គ្នាចង់ចំណាយវេលាក្បែរគ្នារហូតស្នេហ៍អូនយ៉ាងនេះក្នុងបេះដូងពោពេញទៅដោយរូប